បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃឈប់សម្រាកនាំគ្រួសារទេសស្ដេច1គីឡូមកយើងធ្វើទឹកសណ្តែកញ៉ាំទាំងអស់គ្នាបាទហើយយើងកិនវាទៅបាទកិនទឹកសណ្តែកនេះកិនឲ្យម៉ត់ហើយយើងពូតយកទឹកទេបាទនេះកាកយើងទុកចោលទៅបាទយើងយកទៅទឹកទេហើយនេះមុខអ្នកធ្វើបាទយើងយកហើយយកទៅដាំបាទឲ្យពុះហើយយើងកូរវារហូតឲ្យវាឡើងពពុះយើងដងទឹកចេញបាទហើយខ្ទឹមជ្រូកនេះខ្ញុំអ្នកធ្វើថ្ងៃនេះបាទយើងដងពពុះចេញឲ្យស្អាតបាទដើម្បីកុំឲ្យវាមានពពុះមើលទឹកសណ្តែកសល្អមែនទែនបងប្អូនអើយបាទរសជាតិឆ្ងាញ់ហើយសល់អញ្ចឹងគាត់យកទៅធ្វើយកឈើចង្កឹះមកក៏ដាក់ធ្វើអីគេពពុះសណ្តែកបាទមានចំណេះមួយទៀតហើយប្រពន្ធខ្ញុំបើឲ្យថ្ងៃគាត់ជប់សម្រាប់គឺបែកកណិតធ្វើតែរឿងរបស់ហូបឯងបាទអានេះចេះធ្វើពពុះសណ្តែកមួយទៀតហើយបាទមើលទឹកដែរគាត់ធ្វើដំបូងមិនដឹងថារបៀបម៉េចទេពុះសណ្តែកនេះបាទដល់សណ្តែកយើងបានហើយណាទឹកសណ្តែកបាទបានមួយកែវនេះគឺរសជាតិឆ្ងាញ់មែនទែនបងប្អូនបាទ